ធនាគារ Citi កាត់បន្ថយគោលដៅតម្លៃមាសរយៈពេលខ្លីពី$4,300មក$4,000ក្នុងមួយអោនឬពីតម្លៃ$518ក្នុងមួយជីចុះមកត្រឹម$482ក្នុងមួយជីវិញក្រុមអ្នកវិភាគលោហៈធាតុមានតម្លៃរបស់ធនាគារ Citi បានកាត់បន្ថយគោលដៅតម្លៃមាសសម្រាប់រយៈពេល3ខែខាងមុខមកត្រឹម$4,000ក្នុងមួយអោនពី$4,300ក្នុងមួយអោនឬ$518ក្នុងមួយជីចុះមកត្រឹម$482ក្នុងមួយជីវិញដោយលើកឡើងថាស្ថានភាពសេដ្ឋកិច្ចទូទៅកំពុងមានភាពប្រសើរឡើងនិងតម្រូវការទីផ្សារមាសមិនសូវគាំទ្រដូចពីមុនយើងមើលឃើញថាមានកត្តាជំរុញតិចតួចណាស់ដែលអាចធ្វើឲ្យតម្លៃមាសបន្តឡើងខ្ពស់ក្នុងរយៈពេលខ្លី Citi បានបញ្ជាក់ថាមានកត្តាជាច្រើនដែលដាក់សម្ពាធលើមាសរួមមានអត្រាការប្រាក់ទិន្នផលរដ្ឋាភិបាលជាតិមានស្ថិរភាពប្រាក់ដុល្លារអាមេរិកមានទិសដៅរឹងមាំក្នុងរយៈពេលខ្លីតម្លៃមាសបន្ថែម Safe Haven Premium ដែលធ្លាប់គាំទ្រមាសកំពុងថយចុះខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងធូរស្រាលនិងការទិញមាសពីធនាគារកណ្ដាលនិងការហូរចូលនៃមូលនិធិ ETF បានថយចុះធនាគារ Citi ក៏បានបន្ថែមទៀតថាលទ្ធភាពកើនឡើងរបស់មាសក្នុងរយៈពេលខ្លីហាក់មានដែនកំណត់លុះត្រាតែមានព្រឹត្តិការណ៍ធំថ្មីមួយដែលបង្កការភ្ញាក់ផ្អើលដល់ទីផ្សារទោះបីជាទស្សនវិស័យរយៈពេលខ្លីមាសមានភាពទន់ខ្សោយក៏ដោយ Citi នៅតែជឿជាក់ថាតម្លៃមាសអាចឡើងលើស$4,000ក្នុងមួយអោនឬលើស$482ក្នុងមួយជីនៅក្នុងរដូវក្តៅនេះប្រសិនបើសេដ្ឋកិច្ចអាមេរិកចុះខ្សោយខ្លាំងអតិផរណាកើនឡើងវិញដោយវិនិយោគិនទិញមាសសម្រាប់ការពារទ្រព្យរបស់ពួកគេឬការមានភាពតានតឹងភូមិសាស្ត្រនយោបាយថ្មីដែលមិនដូចនឹងស្ថានភាពនៅអ៊ីរ៉ង់ធនាគារ Citi បានរក្សាគោលដៅតម្លៃមាសរយៈពេល6ទៅ12ខែនៅ$4,500ក្នុងមួយអោនពលគឺ$542ក្នុងមួយជីដដែលដោយផ្អែកលើសេណារីយ៉ូដែលធនាគារកណ្ដាលអាមេរិកបន្ធូរគោលនយោបាយរូបិយវត្ថុឬមានវិបត្តិភូមិសាស្ត្រនយោបាយកាន់តែខ្លាំងសម្រាប់ចាប់យកមាសធ្វើជាជម្រកសុវត្ថិភាពកាលពីថ្ងៃទី13មករាក្រុមយុទ្ធសាស្ត្ររបស់ Citi ដឹកនាំដោយលោក Kenny Hu បានដំឡើងគោលដៅតម្លៃមាសរយៈពេលខ្លីដល់$5,000ក្នុងមួយអោនឬ$602ក្នុងមួយជីនិងប្រាក់ដល់$100ក្នុងមួយអោនដោយសារពួកគេជឿថាទីផ្សារលោហៈមានតម្លៃនឹងបន្តកើនឡើងនៅពេលនោះពួកគេលើកឡើងពីហានិភ័យភូមិសាស្ត្រនយោបាយខ្ពស់ការខ្វះខាតមាសក្នុងទីផ្សាររូបវន្តនិងការព្រួយបារម្ភអំពីឯករាជ្យភាពរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកទោះបីមាសនិងប្រាក់បានហក់ឡើងកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក៏ដោយក៏ធនាគារ Citi នៅតែជឿថាប្រាក់នឹងផ្ដល់ផលចំណេញល្អជាងមាសអ្នកវិភាគបានសរសេរថាការព្យាករណ៍របស់យើងដែលថាប្រាក់នឹងល្អជាងមាសនិងទីផ្សារលោហៈមានតម្លៃនឹងពង្រីកទៅកាន់លោហៈឧស្សាហកម្មគឺបានដំណើរការត្រឹមត្រូវមកទល់ពេលនេះ